មេឃកំពុងភ្លៀងបងប្អូនជុំវិញក្នុងខ្ទោគឺងងឹតឈឹងតែម្ដងទៅនោះគឺព្រំដែនជាឆ្ងាយដែរបងប្អូនគឺព្រំដែនតកែវឡើងត្រង់នោះគឺព្រំដែនតកែវតែនៅមានភ្នំមួយទៀតបងប្អូនដល់វាក៏អូជុំមេឃភ្លៀងគឺបាំងភ្នំនោះខាងជើងភ្នំនោះគឺស្រុកខ្មែរព្រំដែនតកែវនេះគឺជាភ្នំខ្ទោបារមីភ្នំខ្ទោភ្នំដែលអ្នកសញ្ចាំងនៅច្រើនតែមានបារមីនឹងគឺអ្នកចេះទាំងអស់មិនថាគ្រូថ្នាំគ្រូអីគឺនៅជុំវិញភ្នំខ្ទោទាំងអស់ភ្នំខ្ទោគឺធំបងប្អូនគឺមកពីនោះពីជេទៅឲ្យវត្តទៅជួសទៀតភ្នំខ្ទោគឺបំបីជ្រុងបងប្អូនបំបីជ្រុងមើលពីខាងណាក៏មានជ្រុងដែរវាចាប់ពីដើមលោកហៅថាកោះខ្ទោក្នុងនេះគឺមានឡាងច្រើនឡាងអាកំបាំងគឺមានច្រើនណាគឺគេមានឡាងចាប់ពីដើមអាចឈ្មោះចូលក្រោមបាតភ្នំនឹងដែរបាតភ្នំនេះគឺចាស់នេះគាត់មានបដិសាជាមួយអ្នកផ្លូវក្នុងណាហើយចូលទៅមានស្រះការឈប់សអីនៅបាតភ្នំនោះគឺកន្លែងដែលសញ្ចាំងគេលោកនៅគឺលោកគង់នៅហើយលើចាស់ថាខ្ញុំមិនដឹងដែរគឺគេនិយាយតគ្នាណាឥឡូវមកធាតុអាកាសបងប្អូនងឹតឆ្លប់គឺបែកមកតែរលភ្លៀងហើយនៅទីនេះគឺខ្យល់ត្រជាក់ដល់កន្លែងផ្សេងក្តៅខែប្រាំងកន្លែងផ្សេងក្តៅខ្លាំងបែរយើងមកដល់ទីនេះគឺធាតុអាកាស